ជាទីបំផុតដែលនៅសាលាបឋមសិក្សាវត្តរាជបុត្របានប្រារព្ធឡើងពិធីចែករង្វាន់ដល់មិត្តសិស្សានុសិស្សដែលទទួលបានជ័យលាភីពីចំណាក់ថ្នាក់លេខ1ដល់ចំណាក់ថ្នាក់លេខ5ទាំងផ្នែកភាសាខ្មែរភាសាអង់គ្លេសនិងភាសាបារាំងក្រៅពីថាបតីភាពរបស់លោកអង្គគុណវត្តគឺយកសាលាបឋមសិក្សាវត្តរាជបុត្រដែលមានកម្មវិធីតទៅ1ប្រកាសខែ2ប្រកាសគណៈអធិបតីអញ្ជើញចូលរួម3គោរពទុកជាតិដល់កម្មវិធីបញ្ជាបទពុកសាវកាយខ្មែរ4ទស្សនារបាំជង្គរដែលសម្ដែងដោយគូសិស្សានុសិស្សសាលាបឋមសិក្សាវត្តរាជបុត្រ5ស្នាគមន៍របស់លោកអង្គវត្តមួយសាលាបឋមសិក្សាវត្តរាជបុត្រ6ការអាចារ្យចាត់ដំណើរអង្គការភាសាខ្មែរភាសាអង់គ្លេសនិងភាសាបារាំង7ប្រព័ន្ធជួយសិក្សាសិក្សានិងរង្វាន់ដល់សិស្សានុសិស្សពីចំណុចថ្នាក់លេខ1ដល់លេខ5 8គោរពទុកជាតិកិច្ចការវិធី9ខលអនុស្សាវរីយ៍នេះខ្ញុំសូមខំប្រឹងអភ័យទោសមុនដល់ការកែប្រែកម្មវិធីខាងលើនេះជាចូលរកកម្មវិធីជាក់ស្ដែងយើងខ្ញុំសូមអនុញ្ញាតប្រកាសហេតុដូចតទៅជារៀងរាល់ឆ្នាំសាលាបឋមសិក្សាវត្តរាជបុត្របានប្រារព្ធពិធីចែករង្វាន់ដល់សិស្សានុសិស្សពីចំណាត់ថ្នាក់ទាំង3ភាសាពីលេខ1ដល់លេខ5គឺភាសាខ្មែរភាសាអង់គ្លេសនិងភាសាបារាំងការធ្វើបែបនេះគឺដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលខិតខំតស៊ូប្រឹងប្រែងសិក្សារៀនសូត្រកន្លងមកទទួលបានលទ្ធផលល្អប្រសើរពិតប្រាកដជាក់ស្ដែងដូចថ្ងៃនេះដូច្នេះក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាអ្នកសិក្សាត្រូវខិតខំព្យាយាមបន្ថែមទៀតដើម្បីឲ្យការសិក្សារៀនសូត្ររបស់យើងទទួលបានជោគជ័យគ្រប់ពេលវេលាមានចំណេះដឹងក្នុងការសិក្សាមានផ្លែផ្កានៅក្នុងសង្គម2គណៈអធិបតីអញ្ជើញចូលរួមមានលោកអង្គញាបណ្ឌិតហ៊ុយភៀវប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យជាប្រធានគណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាវត្តរាជបុត្រអញ្ជើញជាអធិបតីលោកអ៊ំវេងកំហេងប្រធានការិយាល័យបឋមសិក្សានៃមន្ទីរអប់រំខេត្តសៀមរាបអញ្ជើញជាអធិបតីលោកគ្រូអរគុណវត្តនាយកសាលាបឋមសិក្សាវត្តរាជបុត្រអញ្ជើញជាអធិបតីលោកស្រីសុខធារីតំណាងមាតាបិតាសិស្សអញ្ជើញជាអធិបតីលោកគ្រូនៃក្រុមលោកឪពុកអ្នកម្ដាយមាតាបិតានិងសិស្សទាំងអស់អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសជាចូលដល់កម្មវិធីបន្តសូមអរពិធីទាំងមូលដល់ចូលឡើងដើម្បីគោរពទង់ជាតិដល់កម្មវិធីនិងស្វែងរកគុំសាវតាខ្មែរ